កាលពីព្រេងនេះមានភូមិចាស់មួយឈ្មោះភូមិអូជ្រៅជាភូមិដែលស្ងប់ស្ងាត់មួយកន្លែងនៃប្រទេសកម្ពុជាមានផ្ទះចាស់មួយស្ថិតនៅចុងភូមិផ្ទះនោះគេនិយាយរឿងរ៉ាវដំណាលគ្នាថាមានខ្មោចរស់នៅក្នុងផ្ទះចាស់នោះនៅក្នុងផ្ទះមានទ្រព្យសម្បត្តិនិងហុំព័ទ្ធដោយព្រៃស្មៅជ្រៅក្មេងវ័យជំទង់ក្នុងភូមិឈ្មោះសុភារតនានិងបូរ៉ាជាបងប្អូនដិតគ្នាតែងតែសម្លឹងទៅផ្ទះនោះពេលដើរកាត់ផ្លូវទៅចំការពួកគេពិភាក្សាទៅវិញទៅមកសុភាលាន់មាត់ថាអីយ៉ាបើអញ្ចឹងប្រាក់ជាមានខ្មោចមែនទេយើងគួរតែចូលទៅមើលឲ្យដឹងរតនាក៏និយាយគឺសុំទោសខ្ញុំសង្ឃឹមថាមិនត្រូវជួបរឿងអ្វីឡើយបូរ៉ានិយាយគឺបើអ្នកទាំងពីរខ្លាំងមិនខ្លាចខ្ញុំនឹងទៅជាមួយតែកុំបោះបង់ខ្ញុំចោលនៅកណ្ដាលផ្លូវនៅចុងសប្តាហ៍នេះពួកគេសម្រេចចិត្តទៅបន្ទាប់ពីពេលថ្ងៃរៀបលិចពួកគេចូលព្រៃបំបែកស្លឹកឈើនិងទឹកបានបិទផ្លូវពុកចាប់ផ្ដើមរសាត់ទឹកខ្យល់ត្រជាក់គួរឲ្យព្រឺខ្យល់យឺតបកក្រណាត់ធ្លាក់ព្រើលមកលើមុខពួកគេនៅមុខផ្ទះចាស់មានអ្វីមួយបង្ហាញខ្លួននៅចំមុខហើយបង្អួចបាក់ខូចទ្វារចាស់ដែលបើកបិទដោយខ្យល់សំឡេងអាតកំបាំងចេញពីខាងក្នុងផ្ទះមកសុភាប្រើចង្គៀងតូចទៅមុខហើយនិយាយថាកុំភ័យខ្លាចដើរទៅមុខទាំងបីនាក់ជឿជាក់ក្នុងចិត្តបើកទ្វារផ្ទះចាស់ចូលទៅក្នុងផ្ទះពេលដើរចូលផ្ទះចាស់នោះពួកគេទាំងបីនាក់ដើរឆ្ពោះទៅមុខដោយប្រុងប្រយ័ត្នហើយពន្លឺចង្គៀងមិនអាចបំភ្លឺពេញផ្ទះបានទេតែតាមកន្លែងងឹតពួកគេឃើញសម្ភារៈចាស់តុបាក់នឹងកៅអីជ្រេះកំរាលត្រីកោណចាស់មានស្នាមស្លាកពណ៌ចាស់រូបថតគ្រួសារចាស់ដាក់ទាំងគ្មានមុខឃើញច្បាស់រតនាបង្ហាញការខ្លាចជាញើតហើយគិតតាមអារម្មណ៍នៅស្រមើស្រមៃក៏ខ្ញុំមានអារម្មណ៍ថាមាននរណាម្នាក់កំពុងមើលយើងបូរ៉ាដឹកដៃសុភាព្រោះបេះដូងគាត់ចាប់ផ្ដើមបុកញ័ររញ្ជួយសុភានិយាយទោះបីជាខ្លាចខ្លះក៏ដោយក៏បង្ហាញភាពរឹងមាំដែរសម្រេចមកហើយយើងមិនអាចថយក្រោយបានទេត្រូវតែដឹងឲ្យបានពេលពួកគេដើរទៅបន្ទប់ជាន់ក្រោមមួយផ្សេងទៀតមានប្រអប់ឈើមួយគួរឲ្យចាប់អារម្មណ៍ប្រអប់នោះមានក្រដាសបិទជិតលើសរសេរថាកុំបើកសម័យកាលនៃការចាក់សោររក្សាទុកជាបន្តបន្ទាប់សុភាបោះបង់ការស្ទាក់ស្ទើរហើយក៏អស់សំណើចថាវាដូចជារឿងល្ខោននាងក៏បើកប្រអប់នោះភ្លាមខ្យល់ត្រជាក់គួរឲ្យភ័យខ្លាចត្រជាក់ស្រាញ់ចេញពីក្នុងប្រអប់មានសំឡេងស្រាប់ដូចជាមនុស្សស្រីស្រែកយ៉ាងយឺតព្រើខ្មៅចេញពីលើសៀវភៅចាស់មួយសៀវភៅនោះសរសេរដោយអក្សរឈាមអ្នកទាំងបីចាប់ផ្ដើមព្រឺព្រួចពីរបស់ភពខ្មោចក៏ភ្លាមនោះដំបូលផ្ទះក៏ចាប់ផ្ដើមកូតកែវទាំងជញ្ជាំងធ្វើសំឡេងក្រម៉ងដូចជាអស់សង្ឃឹមជ្រុលទៅត្រង់រកពួកគេបូរ៉ាក៏ស្រែកជ្រុតទៅពួកគេរត់ទៅជាន់ឈើតែស្មានមិនដល់ទេថាបន្ទប់ខាងលើពោពេញទៅដោយស្រមោលខ្មោចពួកគេឃើញស្រីម្នាក់ប្រុសម្នាក់ឈរដើរយឺតទៅរកពួកគេបូរ៉ាក៏ដើរថយក្រោយប៉ុន្តែជាន់ជើងទៅលើក្តារសំប៉ែតធំសុភាក៏កាន់ដៃរតនាឲ្យរត់ជាមួយគ្នាយ៉ាងលឿនទៅពេលនោះគឺជាពេលដែលពួកគេដឹងថាមិនមែនគ្រាន់តែរឿងនិទានទេវាជាការពិតបន្ទាប់ពីរត់ឡើងជាន់លើពួកគេជាន់ជំរុងជាមួយស្រមោលខ្មោចព្យាយាមរត់វិលរកផ្លូវចេញតែទ្វារដែលពួកគេធ្លាប់ចូលបានចាក់សោដោយខ្លួនឯងអ្វីនៅក្នុងផ្ទះដើរបានដូចជាមនុស្សមានជីវិតអញ្ចឹងសុភាបូរ៉ានិងរតនាខកចិត្តយ៉ាងខ្លាំងទាំងព្យាយាមច្របាច់ទ្វារបើកប៉ុន្តែទ្វារមិនបើកឡើងសោះបន្ទាប់មកសំឡេងត្រង់ខាងក្រោយនាំឲ្យពួកគេស្រីវចិត្តទៀតអ្នកចូលមកដើម្បីស្នាក់នៅជាមួយយើងសរុបអស់ពេលជាអនិន្ទ្រាសុភាទទួលបានគំនិតថាប្រអប់ដែលពួកគេបើកគឺជាសោដែលបើកភពខ្មោចហើយពេលនោះវាបង្ខំឲ្យពួកគេស្នាក់នៅជាមួយវាបូរ៉ាជូតទឹកភ្នែកយើងមិនចង់នៅទីនេះទេខ្ញុំគ្រាន់តែចង់ត្រឡប់ទៅផ្ទះវិញរតនាបញ្ជាក់ថាប្រហែលមែនហើយត្រូវបិទប្រអប់វិញដើម្បីបិទច្រកខ្មោចពួកគេចាប់ផ្ដើមស្វែងរកប្រអប់ឈើឡើងវិញក្នុងផ្ទះងឹត
ហើយមានស្រមោលកំពុងតាមពួកគេសំឡេងសាច់ស្រឡាញ់យើងសូរសំឡេងជើងដើរយឺតពីជុំវិញខ្យល់ត្រជាក់ផ្លាស់បាសក់សុភាប្រើចង្គៀងកាត់ពុកព្រឺព្រួចហើយរកឃើញប្រអប់នៅក្បែរទំនប់ធំមួយនាងបិទប្រអប់នោះយ៉ាងមាំមួនហើយសូត្រថាសូមសង្គ្រោះយើងសូមអភ័យទោសពេលបិទប្រអប់បានខ្យល់ត្រជាក់ក៏ត្រឡប់បែរវិញសូរសំឡេងខ្មោចចាប់ផ្ដើមតិចបាត់ទៅជាស្ងប់ស្ងាត់ពេលនោះទ្វារចាស់បើកផ្អៀងវិញពួកគេស្ទើរមិនអាចនឹកគិតបានតែពួកគេចាប់ដៃគ្នារត់ផុតចេញពីផ្ទះពេលដល់ក្រៅផ្ទះពេលនោះព្រះអាទិត្យទើបមានពន្លឺផ្កាភ្លឺលើភូមិមួយទៀតតែពួកគេអាចចងចាំបានទេថាពេលពួកគេបើកប្រអប់ម្ដងទៀតនឹងមានរឿងអ្វីកើតឡើងឬតើខ្មោចកំពុងតែរង់ចាំពួកគេវិញម្ដងទៀតឬបន្ទាប់ពីរត់ចេញពីផ្ទះចាស់បានសុភាបូរានិងរតនាសង្ឃឹមថាពួកគេគេចខ្លួនបានហើយតែពេលពួកគេដើរតាមផ្លូវចំការត្រឡប់ទៅភូមិពុកក៏ចុះអាប់មកព័ទ្ធជុំវិញផ្លូវក៏វែងហើយវិកដើរទៅលេងដូចទម្លាប់ពិភពដែលពួកគេកំពុងដើរមើលទៅគឺមិនមែនភូមិអូជ្រៅទៀតទេបូរាជន់មាត់ថាអាយ៉ានេះគឺជាកន្លែងណារតនាក៏និយាយយើងនៅក្នុងពិភពខ្មោចហើយនៅមុខពួកគេបង្ហាញផ្ទះចាស់ជាច្រើនរឹតតែមើលទៅកាន់តែអាក្រក់ជាងផ្ទះចាស់ដែលពួកគេចូលដំបូងនៅជាប់ផ្ទះនោះមានមនុស្សនិងស្រមោលខ្មោចកំពុងរត់លេងនិងសំឡេងនិយាយគ្នាសុភាក៏ប្រើចង្គៀងពិភពនោះតែពន្លឺវាភ្លឺមិនខ្លាំងចំពោះពួកគេពេលនេះអត់មានសង្ឃឹមទៀតទេបូរាសូត្រថាយើងត្រូវរកវិធីផងដើម្បីត្រឡប់ទៅវិញពួកគេចាប់ផ្ដើមស្វែងរកផ្លូវចេញតែគ្រប់ផ្លូវសុទ្ធតែភក់ឬបាត់បង់ទៅក្នុងភាពងឹតពេលនោះមានតែម្ដងមនុស្សចាស់ម្នាក់ឈរទៅកណ្ដាលផ្លូវគេពាក់សម្លៀកបំពាក់ខ្មៅហើយដាក់របាំងមុខមិនឲ្យឃើញស្បែកសាច់មនុស្សចាស់នោះនិយាយដោយសំឡេងក្រាស់ចង់ត្រឡប់ទៅវិញមែនទេត្រូវសង្រួមអំពើកន្លងមកសូមអភ័យទោសឲ្យអស់ពីចិត្តពេញលេញបើមិនដូច្នេះទេនឹងស្នាក់នៅទីនេះរហូតសុភាជាអ្នកមិនខ្មាស់បង្ហាញចិត្តយើងសូមអភ័យទោសយើងមិនគួរចូលផ្ទះនោះទេយើងមិនបានគោរពទេយើងសូមអធ្យាស្រ័យបូរានិងរតនាស្រក់ភ្នែកធំនិយាយថាក៏សូមទោសសូមអភ័យទោសបន្ទាប់មកមនុស្សចាស់នោះយកឈើកាត់មួយយ៉ាងពិសេសសរសេរអក្សរពន្លឺត្រឡប់ទៅតែឲ្យចងចាំពិភពនេះនៅតែមានកពេលភ្លាមនោះក៏ឈឺចាប់ដូចមនុស្សកំពុងដាច់ចិត្តពួកគេបានត្រឡប់ទៅផ្លូវភូមិវិញពុកព្រឺព្រួចលីឡំរំពេចរលីបាត់ទៅហើយថ្ងៃក៏ចាប់ផ្ដើមភ្លឺរឡើងវិញពួកគេឈរអស់កម្លាំងនៅចំមុខផ្ទះចាស់ដែលពួកគេចូលដំបូងប៉ុន្តែពេលនេះផ្ទះនោះមិនមានទៀតទេតែសៃស្មៅនិងចំហៀងឥដ្ឋពណ៌ជ្រីងបន្លិចនៅសល់បង្ហាញថាវាបានបាត់ទៅក្នុងពិភពនោះជារៀងរហូតបន្ទាប់ពីរត់ចេញពីផ្ទះចាស់បានសុភាបូរានិងរតនាសង្ឃឹមថាពួកគេគេចខ្លួនបានហើយតែពេលពួកគេដើរតាមផ្លូវចំការត្រឡប់ទៅភូមិពុកក៏ចុះអាប់មកព័ទ្ធជុំវិញផ្លូវក៏វែងហើយវិកដើរទៅលេងដូចទម្លាប់ពិភពដែលពួកគេកំពុងដើរមើលទៅគឺមិនមែនភូមិអូជ្រៅទៀតទេបូរាជន់មាត់ថាអាយ៉ានេះគឺជាកន្លែងណារតនាក៏និយាយយើងនៅក្នុងពិភពខ្មោចហើយនៅមុខពួកគេបង្ហាញផ្ទះចាស់ជាច្រើនរឹតតែមើលទៅកាន់តែអាក្រក់ជាងផ្ទះចាស់ដែលពួកគេចូលដំបូងនៅជាប់ផ្ទះនោះមានមនុស្សនិងស្រមោលខ្មោចកំពុងរត់លេងនិងសំឡេងនិយាយគ្នាសុភាក៏ប្រើចង្គៀងពិភពនោះតែពន្លឺវាភ្លឺមិនខ្លាំងចំពោះពួកគេពេលនេះអត់មានសង្ឃឹមទៀតទេបូរាសូត្រថាយើងត្រូវរកវិធីផងដើម្បីត្រឡប់ទៅវិញពួកគេចាប់ផ្ដើមស្វែងរកផ្លូវចេញតែគ្រប់ផ្លូវសុទ្ធតែភក់ឬបាត់បង់ទៅក្នុងភាពងឹតពេលនោះមានតែម្ដងមនុស្សចាស់ម្នាក់ឈរទៅកណ្ដាលផ្លូវគេពាក់សម្លៀកបំពាក់ខ្មៅហើយដាក់របាំងមុខមិនឲ្យឃើញស្បែកសាច់មនុស្សចាស់នោះនិយាយដោយសំឡេងក្រាស់ចង់ត្រឡប់ទៅវិញមែនទេត្រូវសង្រួមអំពើកន្លងមក
សូមអភ័យទោសឲ្យអស់ពីចិត្តពេញលេញបើមិនដូច្នេះទេនឹងស្នាក់នៅទីនេះរហូតសុភាជាអ្នកមិនខ្មាស់បង្ហាញចិត្តយើងសូមអភ័យទោសយើងមិនគួរចូលផ្ទះនោះទេយើងមិនបានគោរពទេយើងសូមអធ្យាស្រ័យបូរាណនិងរតនាស្រក់ភ្នែកធំនិយាយថាក៏សូមទោសសូមអភ័យទោសបន្ទាប់មកមនុស្សចាស់នោះយកឈើកាត់មួយយ៉ាងពិសេសសរសេរអក្សរពន្លឺត្រឡប់ទៅតែឲ្យចងចាំពិភពនេះនៅតែមានពេលភ្លាមនោះក៏ឈឺចាប់ដូចមនុស្សកំពុងដាច់ចិត្តពួកគេបានត្រឡប់ទៅផ្លូវភូមិវិញពកព្រឺព្រួចលីឡំរំពេចរលីបាត់ទៅហើយថ្ងៃក៏ចាប់ផ្ដើមភ្លឺរឡើងវិញពួកគេឈរអស់កម្លាំងនៅចំមុខផ្ទះចាស់ដែលពួកគេចូលដំបូងប៉ុន្តែពេលនេះផ្ទះនោះមិនមានទៀតទេតែសៃស្មៅនិងចំហៀងឥដ្ឋពណ៌ជ្រីងបន្លិចនៅសល់បង្ហាញថាវាបានបាត់ទៅក្នុងពិភពនោះជារៀងរហូតបន្ទាប់ពីកើតហេតុភ័យរន្ធត់នោះពេលពួកគេត្រឡប់មកភូមិបានដើរឆ្ងាយទៅដល់ផ្ទះកូនខ្នាយរបស់សុភាទោះមានពន្លឺថ្ងៃហើយបេះដូងរបស់ពួកគេក៏នៅតែធ្លាក់ទឹកចិត្តពួកគេអង្គុយស្ងៀមស្ងាត់ពុំមាននរណានិយាយអ្វីឡើយបូរាប្រាប់អ្នកទាំងអស់គ្នាថាយើងស្ថិតក្នុងភពនោះមែនទែនវាមិនមែនសុបិនទេរតនានិយាយស្ទើរតែជារឿងរំភើបខ្លាំងតើអំពីភពខ្មោចនេះមនុស្សផ្សេងទៀតដឹងទេពួកគេចាប់ផ្ដើមសម្របខ្លួនហើយសន្យាឲ្យគ្នាថាមិនចូលផ្ទះចាស់ឬបើកអ្វីក៏ដោយគ្មានការគោរពទៀតទេពួកគេដឹងហើយថាជីវិតមានអ្វីខ្លះនៅក្រៅពីអ្វីដែលភ្នែកបានឃើញតែថ្ងៃបន្ទាប់មកពេលសុភាដើរឆ្លងកាប់ផ្សារក៏មានអ្នកលក់ក្មេងស្រីម្នាក់សាច់ប្លែកហើយយកប្រអប់ឈើតូចមួយទៅផ្ដល់ឲ្យនាងលើប្រអប់នោះមានស្លាកសរសេរថាសម្រាប់អ្នកដែលបានឆ្លងកាត់ពិភពនោះហើយការត្រឡប់វិញមិនទាន់ចប់ទេសុភាឈរតាំងមើលប្រអប់នោះហើយគ្មានភាពប្រាកដចិត្តថាតើគួរធ្វើអ្វីបន្ទាប់រឿងក៏ផ្ទះចាស់ចុងភូមិដាច់ស្រយាលចប់ដោយសង្ខេបខ្លីប៉ុណ្ណេះសូមកុំភ្លេចចុច Subscribe ផងដើម្បីទទួលបានរឿងខ្មោចថ្មីទៀតសូមអរគុណ